ជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដាននៅលើ Channel ផ្លូវការរបស់ខ្ញុំបាទ Sombitha Sharing ហើយថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលតាក់ទងទៅនឹងព័ត៌មានមួយរបស់ថ្នាក់ដឹកនាំយើងដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងកម្ពុជាថៃដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ីហើយព័ត៌មានមួយនេះពិតជាទទួលបានលទ្ធផលល្អមែនទែនដែលថ្នាក់ដឹកនាំយើងលោកបានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងប្រទេសថៃដែលមានលោកអនុទានឆានវីរៈគុលជានាយករដ្ឋមន្ត្រីហើយមានប្រធានាធិបតីអាមេរិកលោក Donald Trump ដែលលោកធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះផងដែរហើយយើងទទួលបានលទ្ធផលល្អមែនទែនបាទហើយអរគុណដល់ថ្នាក់ដឹកនាំក៏ដូចជាអរគុណធំមែនទែនគឺចំពោះប្រទេសម៉ាឡេស៊ីដែលលោកបានខ្នះខ្នែងមែនទែនក្នុងការជួយសម្របសម្រួលក៏ដូចជារៀបចំទីតាំងកន្លែងដែលសម្រាប់ថ្នាក់ដឹកនាំទាំងពីរធ្វើការកិច្ចព្រមព្រៀងជាមួយគ្នាហើយអរគុណទៅដល់លោកប្រធានាធិបតីលោក Donald Trump ដែលលោកបានយកចិត្តទុកដាក់និងធ្វើជាសាក្សីផងដែរហើយការចុះហត្ថលេខានេះគឺយើងបានសមិទ្ធផលមិនតែប៉ុណ្្នឹងទេគឺយើងបានសមិទ្ធផលមួយទៀតគឺលើការបញ្ចុះពន្ធ 100% បាទសម្រាប់កម្ពុជាយើងដែលទៅលើវិស័យកសិកម្មឧស្សាហកម្មឬក៏នាំចូលអ្វីៗហ្នឹងគឺយើងអត់មានការយកពន្ធពីប្រទេសអាមេរិកទេដែលនេះខ្ញុំមើលឃើញថាសមិទ្ធផលធំមែនទែនសម្រាប់ប្រទេសជាតិយើងដែលទទួលបានទាំងសន្តិភាពជាមួយនឹងប្រទេសថៃហើយយើងបានមួយទៀតគឺជាមួយនឹងការបញ្ចុះពន្ធរបស់អាមេរិកនៅលើកម្ពុជាយើងផងដែរហើយខ្ញុំគ្មានអីទេក្នុងវីដេអូនេះគឺខ្ញុំចេញមកគឺក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូបគឺចង់បានសន្តិភាពចង់បានអ្វីដែលជាកិច្ចការមួយធ្វើទៅសម្របសម្រួលគ្នាដោយមិនមានសង្គ្រាមនៅលើប្រទេសយើងផងដែរហើយក៏អរគុណដល់ថ្នាក់ដឹកនាំប្រទេសកម្ពុជាយើងអរគុណដល់លោក Donald Trump ដែលលោកបានខ្នះខ្នែងមែនទែនក្នុងការជួយធ្វើជាសាក្សីក្នុងការស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិអរគុណដល់ថ្នាក់ដឹកនាំម៉ាឡេស៊ីដែលលោកបានរៀបចំទាំងទីតាំងហើយនឹងសម្របសម្រួលនៅក្នុងកិច្ចការនេះផងដែរហើយជាចុងក្រោយខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំទាំងអស់សូមប្រកបដោយសុខភាពក៏ដូចជាសុខភាពល្អជាដំបូលដ៏ត្រជាក់សម្រាប់ប្រទេសជាតិទាំងមូលក៏ដូចជាពិភពលោកទាំងមូលផងដែរហើយព័ត៌មាននេះគឺខ្ញុំមានតែប៉ុណ្្នឹងទេក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងលើពាក្យពេចន៍សម្ដីណាមួយបាទសូមអរគុណ